ចកកន្ត្រាក់បោកបក់ក្នុងបរិយាពិភពថ្មីឈប់វ៉ា2និងបរិយាឈប់វ៉ា3បាក់ដើមឈើរៀបដល់ដីសង្កត់ឡានបើងដំបូលផ្ទះជាច្រើនខ្នងនិងរងរបួសម្នាក់ចកកន្ត្រាក់នឹងគួចបោកបក់បណ្ដាលឲ្យដើមឈើជាច្រើនបាក់រៀបដល់ដីសង្កត់រថយន្តចំនួន2គ្រឿងនិងដំបូលផ្ទះជាច្រើនខ្នងបានប៉ើងរងការខូចខាតនិងបង្កឲ្យរងរបួសមនុស្សម្នាក់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2025 នៅពិភពថ្មីឈប់វ៉ា2នៅសង្កាត់សំរោងក្រោមនិងបរិយាពិភពថ្មីឈប់វ៉ា3ស្ថិតនៅសង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យតាមព័ត៌មានបានឲ្យដឹងថានៅវេលាយប់ថ្ងៃកើតហេតុបន្ទាប់ពីភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងលាយឡំទៅខ្យល់កន្ត្រាក់និងគួចបោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យដើមស្វាយជាច្រើនដើមត្រូវខ្យល់កាច់បំបាក់និងរលើងទាំងឫសហើយដំបូលផ្ទះនិងសម្យាបច្រើនខ្នងបើងរងការខូចខាតតាមព័ត៌មានបានឲ្យដឹងថាផ្លូវលេខ10 12 14 និង 16ត្រូវខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យដើមស្វាយបាក់រៀបនិងដំបូលផ្ទះប៉ើងរប៉ាត់រប៉ាយទោះបីជាយ៉ាងណាគេពុំដឹងទំហំនៃការខូចខាតឡើយដោយដំបូលផ្ទះសម្យាបនិងទ្វារកញ្ចក់មួយចំនួនបានរងការខូចខាតតាមព័ត៌មានបានឲ្យដឹងទៀតថានៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យដើមស្វាយរលំសង្កត់លើរថយន្ត2គ្រឿងរងការខូចខាតហើយទូទឹកកកមួយគ្រឿងបានប៉ើងត្រូវស្ត្រីម្នាក់អាយុ50ឆ្នាំមុខរបរលក់ដូរមានផ្ទះលេខ19ផ្លូវលេខ12បរិយាពិភពឈប់វ៉ា2បានរងរបួសត្រូវបានបញ្ជូនទៅសម្រាប់មន្ទីរពេទ្យតាមសន្តិសុខបរិយាឈប់វ៉ា2បានឲ្យដឹងថាដើមស្វាយមិនតិចជាង50ដើមនោះទេត្រូវខ្យល់បក់កាច់បំបាក់និងរលើងទាំងឫសនៅវេលាដដែលនេះចកកន្ត្រាក់បានបោកបក់ត្រូវបរិយាពិភពថ្មីឈប់វ៉ា3ដែលស្ថិតនៅសង្កាត់កាកាបទី2បណ្ដាលឲ្យដើមស្វាយចំនួន4ដើមនិងដើមមានមួយដើមបានបាក់រៀបដល់ដីនិងបណ្ដាលឲ្យដំបូលផ្ទះលក់គ្រឿងសំណង់មួយខ្នងត្រូវខ្យល់កន្ត្រាក់វាយប៉ើងនិងបាក់ឡើងទឿរងការខូចខាតតែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ